សួស្តីបងប្អូនទាំងអស់គ្នាបាត់ខ្ញុំមួយថ្ងៃឯងស្មានខ្ញុំទៅណាមែនទេខ្ញុំសង្ងំធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាតែសារនឹងធានាថាវីដេអូគឺជាតិខ្លាំងមែនតើហ្មងឥឡូវខ្ញុំអត់ចង់និយាយច្រើនទេតោះទៅមើលទាំងអស់គ្នាចាឲ្យមើលត្រួសខាងដើមវីដេអូនេះគឺជាវីដេអូដែលខ្ញុំគាត់ផ្ញើមកផ្ទាល់ហ្មងណាបងប្អូននិយាយទៅសភាពរបស់ផ្ទះគាត់នេះគឺថាគាត់ទុកចោលបងប្អូនតែអ្វីដែលគាត់ចង់ឲ្យយើងទៅសម្អាតហ្នឹងគឺគាត់សម្អាតឲ្យគឺគាត់ជួសជុលថ្មីតែមុនជួសជុលគឺគាត់ចង់ស្អាតសិនអញ្ចឹងណាចឹងបងប្អូនអាចមើលត្រួសបានសភាពផ្ទះគាត់គឺថាមានការប្រឡាក់ខ្លាំងមែនតែនហ្មងនេះចាពេលដែលយើងសម្អាតទៅមើលតែកញ្ចក់ទៅប៉ុន្តែចាំមើលរីសាពេលដែលយើងសម្អាតហើយថ្ងៃហ្នឹងគឺខ្ញុំទៅថតម្នាក់ឯងទេអញ្ចឹងកាច់រៀងមុខកាមេរ៉ាតិចទៅកុំឲ្យថាអត់សូវមានមុខខ្ញុំទេអត់សូវមានអ្នកមើលតែខ្ញុំចាប់អារម្មណ៍ច្រើនថាវីដេអូខ្ញុំអញ្ចឹងមែនណាបងប្អូនអញ្ចឹងឥឡូវមកមើលពីសភាពផ្ទះរបស់គាត់អញ្ចឹងខ្ញុំថតម្នាក់ឯងយើងពិបាកកន្លែងចាំងដែលប្រឡាក់ខ្លាំងហ្នឹងគឺយើងអាចសម្អាតជូនគាត់បានទេពីព្រោះអីគឺវាមានការប្រឡាក់កាន់ស្នឹមខ្លាំងមែនតើដល់តតែយើងធ្វើការលាបថ្នាំអញ្ចឹងហើយគាត់ប្រាប់ថាបើចាំសម្អាតនឹងចាំងហ្នឹងទេដោយសារតែគាត់ត្រូវការជួសជុលថ្មីអញ្ចឹងណាអញ្ចឹងឥឡូវមកមើលពីសកម្មភាពប្អូចម្ដងប្អូននេះគឺថាមានការប្រឡាក់ខ្លាំងមែនតើតែនៅtrongវីដេអូខ្ញុំនឹងដាក់រីសាពេលដែលពួកគាត់សម្អាតហើយគឺថាស្អាតខ្លាំងមែនតើហ្មងខ្ញុំទៅសារបង cleaner ខាងខ្ញុំមែនតើនិយាយទៅអត់មានឧបសគ្គអីសម្រាប់ពួកគាត់ទេគឺថាស្អីក៏គាត់អាចសម្អាតបានដែរបងអូនមើលតែសកម្មភាពពួកគាត់សម្អាតគឺថាលឿនហើយស្អាតទៀតបងប្អូនអញ្ចឹងបាច់ភ័យបារម្ភខ្លាចថាពេលដែលគាត់ទៅដល់អត់យកចិត្តទុកដាក់មួយការងារអត់ទេបងអូនខ្ញុំធានាជូនហ្មងបុគ្គលិកខាងយើងគឺថាមានភាពរួសរាយរាក់ទាក់ហើយការងាររបស់គាត់គឺលឿនហើយស្អាតទៀតនេះចាសកម្មភាពពេលដែលសម្អាតហើយបងប្អូនអញ្ចឹងផ្ទះរបស់គាត់គឺថាគាត់ឲ្យយើងប្រមូលបានដែរនេះនឹងឈប់ទៅខាងក្រមកបានខ្លះគឺគាត់បោះចោលហ្មងបងប្អូនអញ្ចឹងយើងយកបោះចោលជូនគាត់ដែរនេះអាចមើលបានប្អូននេះគឺជាកន្លែងដែលមហាប្រឡាក់ខ្លាំងមែនតើដីឡើងក្រាំងហ្មងបងប្អូនហើយមើលខាងយើងសម្អាតជូនឡើងស្អាតហ្មងអូបងអូនខ្ញុំចង់បញ្ជាក់មួយទៀតនៅឃើញនៅក្នុងវីដេអូខាងក្រោមហ្នឹងយើងញ៉ៃតាំងក៏ប៉ុនពួកគាត់កំពុងតែរៀបចំបងអូនគាត់ឲ្យយើងសម្អាតតាមកណ្ដាត់ខាងលើទេអញ្ចឹងខាងក្រោមគឺមានសម្ភារៈខ្លះដែលគាត់ត្រូវរៀបចំខ្លួនឯងអញ្ចឹងបងអូនកុំយកច្រឡំថាខាងយើងសម្អាតអត់ស្អាតមែនទេគឺយើងសម្អាតជូនគាត់តែមួយបន្ទប់ទេបងប្អូនចឹងសម្រាប់បងអូនដែលគាត់មានបញ្ហាផ្ទះទុកចោលផ្ទះដែលទើបតែធ្វើហើយត្រូវការអ្នកសម្អាតអីអាចតាក់ទងមកខាងយើងបានចឹងគឺយើងមានពីរបងអូនយើងមានសម្អាតធម្មតានិងសម្អាតប្រើប្រាស់ម៉ាស៊ីនចឹងប្រើប្រាស់ម៉ាស៊ីនគឺយើងសម្អាតទៅលើផ្ទះដែលទុកចោលផ្ទះដែលទើបតែធ្វើហើយអីចឹងណាចឹងបងអូននៅចាំអីទៀតតោះធ្វើការកត់ទាំងអស់គ្នាអត់មានប្រូម៉ូសិនពិសេសចឹងព័ត៌មានបន្ថែមបងអូនអាចឆាតចូល Telegram ឬក៏អាចឆាតចូលទៅក្នុង Page បានអរគុណបាយបាយ